បន់ផ្លូវថ្មើរជើងមាត់ទន្លេភ្នំពេញ Riverside Walking Street ផ្លូវថ្មើរជើងជាទំមុខគឺជាចំណុចកម្សាន្តពេលរាត្រីដ៏មានប្រជាប្រិយភាពបំផុតមួយនៅក្នុងរាជធានីភ្នំពេញដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិខាងក្រោមនេះជាសកម្មភាពនិងការកម្សាន្តពេលរាត្រីលេចធ្លោនៅតំបន់ផ្លូវថ្មើរជើងមាត់ទន្លេ1ការដើរលំហែកាយនិងស្រូបយកខ្យល់អាកាសទន្លេទិដ្ឋភាពភ្លើងពណ៌រាត្រីការដើរកម្សាន្តតាមបណ្ដោយមាត់ទន្លេអំដោយខ្យល់អាកាសត្រជាក់និងការទស្សនាភ្លើងពណ៌លម្អតាមដងផ្លូវនិងតាមទូកកម្សាន្តនានា2អាហារតាមដងផ្លូវ Street Food និងភោជនីយដ្ឋានស្តង់អាហារសម្រន់មានលក់អាហារសម្រន់ចម្រុះដូចជាប្រហិតបំពងគ្រឿងសមុទ្រអាំងមីឆានំចំណីប្រពៃណីនិងភេសជ្ជៈផ្សេងការថតរូបកម្សាន្តមានជ្រុងស្អាតជាច្រើនសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍ជាពិសេសនៅជិតព្រះបរមរាជវាំង3ការសម្ដែងសិល្បៈនិងតន្ត្រីតាមដងផ្លូវ Street Music Performances តន្ត្រីផ្ទាល់ Busking ជារឿយមានក្រុមតន្ត្រីករវ័យក្មេងឬសិល្បករមកចម្រៀងនិងលេងឧបករណ៍តន្ត្រីផ្ទាល់តាមដងផ្លូវបង្កើតបានជាបរិយាកាសរីករាយនិងស្និទ្ធស្នាលការរាំនិងសកម្មភាពសហគមន៍មានការជួបជុំរាំលេងកម្សាន្តឬការសម្ដែងសមត្ថភាពផ្សេងពីសំណាក់យុវជន4ការជិះទូកកម្សាន្តតាមមាត់ទន្លេ Night River Cruise ទស្សនាទីក្រុងពីលើផ្ទៃទឹកការជិះទូកកម្សាន្តនាពេលរាត្រីតាមទន្លេសាបនិងទន្លេមេគង្គដើម្បីទស្សនាទិដ្ឋភាពភ្លើងពណ៌ទីក្រុងភ្នំពេញពីចម្ងាយអាហារនិងភោជនីយដ្ឋាននិងហាងកាហ្វេនៅតាមបណ្ដោយផ្លូវមានភោជនីយដ្ឋានបែបខ្មែរនិងអន្តរជាតិដែលមានកន្លែងអង្គុយលំហែកាយនៅជាន់លើឬយកខាងក្រៅមើលឃើញទិដ្ឋភាពទន្លេទៅមុខយ៉ាងច្បាស់